អភ័យទោសឲ្យខ្លួនឯងបុគ្គលដែលអាចអភ័យទោសឲ្យខ្លួនឯងបានគង់នឹងអាចអភ័យទោសឲ្យអ្នកដទៃបានដែរដើម្បីអីបើគេមិនចេះអភ័យទោសឲ្យខ្លួនឯងទេគេក៏មិនចេះអភ័យទោសឲ្យអ្នកផ្សេងដូចគ្នាការអភ័យទោសដល់ខ្លួនឯងមិនមែនជារឿងអាក្រក់នោះទេព្រោះវាជាជំហានដំបូងសម្រាប់ឲ្យយើងចាប់ផ្ដើមជីវិតថ្មីមួយដែលល្អប្រសើរជាងមុនកំហុសឆ្គងតាំងតែកើតមាននៅពេលដែលយើងចាប់ផ្ដើមចេញសកម្មភាពហើយតាំងពីដើមទីមកហើយប្រហែលជាសាងកំហុសឆ្គងមិនតិចនោះទេហើយវិបត្តិសារីនៅក្នុងជីវិតក៏មិនតិចជាងមួយរឿងដែរប៉ុន្តែគ្មានអ្វីអាចមកកែខៃវាឲ្យបានល្អជាងការដែលយើងព្រមអភ័យទោសឲ្យខ្លួនឯងនោះទេព្រមអភ័យទោសឲ្យខ្លួនឯងគឺមិនផ្ដោតទុកទោសដល់ខ្លួនឯងព្រមទាំងឲ្យខ្លួនឯងរួចផុតពីទោសការផ្ដល់ឱកាសឲ្យខ្លួនឯងទៅលុបលាងកំហុសដែលខ្លួនធ្លាប់សាងតាមរយៈការមិនស្ដីបន្ទោសខ្លួនឯងមិនខឹងមិនស្អប់ហើយមិនដាក់សម្ពាធដល់ខ្លួនឯងដោយសាររឿងដែលបានកន្លងផុតជាវិធីសាស្ត្រមួយដែលនាំឲ្យយើងជោគជ័យដើម្បីអីកម្រមានជនណាម្នាក់មានចេតនាធ្វើឲ្យខុសណាស់សូម្បីតែខ្លួនយើងនិងអ្នកដទៃទោះបីពេលខ្លះមានចេតនាធ្វើឲ្យខុសក៏មានគោលបំណងច្បាស់លាស់មួយដែរកំហុសដែលយើងសាងមកដោយចេតនាក្តីឬដោយអចេតនាក្តីវានឹងមិនជាបញ្ហាធំនោះទេនៅពេលដែលយើងគិតក្នុងផ្លូវវិជ្ជមានឲ្យបានច្រើនហើយព្រមទទួលស្គាល់ថាខ្លួនឯងខុសពិតមែនរួចចាំលើកលែងទោសឲ្យខ្លួនឯងលើកលែងទោសឲ្យខ្លួនឯងជាលើកទី1វាមិនអីនោះទេប៉ុន្តែបើយើងបន្តលើកលែងទោសឲ្យខ្លួនឯងស្របពេលដែលខ្លួនឯងសាងកំហុសឆ្គងក្នុងរឿងដដែលជាច្រើនលើកច្រើនសារគឺជាកំហុសធ្ងន់ព្រោះវាជាហេតុនាំឲ្យយើងមិនបានលូតលាស់ទៅណាពោលគឺយើងនៅតែសាងកំហុសច្រើនក្នុងរឿងតែមួយជាច្រើនលើកច្រើនសារដដែលជាដដែល